thongនោះនាងផាត់កូនកុំអ៊ំមេភូមិសែមមកលេងដែរតាបើគេមកទៅគេទៅវាមានតាក់ទងអីជាមួយនឹងយើងអាយអូយយ៉ាងម៉េចថៃលបងទប់អាម្នាក់នឹងជាប់អត់លបងអូយវិលដូចបែក7ពេកមិនទេហ៎ជើងអាម្នាក់នេះទាត់ធ្ងន់ជាងពីថ្ងៃមុនទៅទៀតឃើញអត់ខ្ញុំប្រាប់ហើយនៅតែមិនជឿថាលបងទៅមិនរួចជាមួយនឹងវាទេអានេះមិនជួយស្អំលបោះឲ្យអញទេគិតទៅពីឌឺដងអញទៅវិញអាយអូយណែអាម៉ានឥឡូវដល់វេនគ្នាចូលសាកវិញម្ដងហើយឯងចាំជួយហូរទះដៃឲ្យយើងផងណាអាសម្លាញ់ទៅឆាប់ចូលទៅចាំគ្នាជួយទះដៃគាំទ្រលបងដល់ពេលខ្ញុំម្ដងហើយចាំមើលខ្ញុំបញ្ចេញស្នាដៃឆាប់ទៅដើម្បីឆាប់បានស្លាប់អង្អល់សែងយកទៅពេទ្យដាក់ទំនេរគ្នាហើយតានេះថងស៊ូថងស៊ូនេះថងនឹងនេះតក់ក៏ចាប់ផ្ដើមសាកបាច់គុណគ្នាអស់ជាច្រើនស្នៀតលុះដល់ស្នៀតចុងក្រោយនេះថងក៏ទាត់នៃតក់ដាច់ផ្ងាដួលនៅនឹងកន្លែងថងស៊ូហ៎ដួលបាត់មិនហាតក់មួយជើងនេះធ្ងន់អត់ហើយឯងចង់រកពេទ្យឲ្យជួយទេអូយអូយមួយជើងនេះធ្ងន់ណាស់ដូចជាយកដុំថ្ម50គីឡូទម្លាក់លើក្បាលអញ្ចឹងលបងអើយជំរាបសួរលបងនេះយ៉ាងម៉េចទៅហើយបាត់មុខមួយរយៈមិនឃើញយកគោក្របីមកលក់ទៀតសោះអញ្ចឹងបាទលបងយន្តមករយៈនេះរវល់ទៅនៅផ្ទះហ្នឹងណាលបងចុះឥឡូវនេះមានបានយកគោក្របីនិងរបស់របរមកដែរទេលបងគឺខ្ញុំបានយកគោក្របី 4-5 ក្បាលហើយនឹងរបស់របរបន្តិចបន្តួចមកជាមួយដែរណែលបងយន្តណាខ្ញុំចង់បបួលលបងទៅរកស៊ីនៅស្រុកភូមិខ្ញុំព្រោះអ្នកស្រុកភូមិខ្ញុំឯណោះមានគោក្របីសេះនិងរបស់របរប្រើប្រាស់ជាច្រើនដែលចង់លក់ដូរតើលបងគិតយ៉ាងណាដែរបាទចង់ដែរតើលបងប៉ុន្តែស្រុកលបងនៅឆ្ងាយណាស់
ផ្លូវក៏ពិបាកទៀតបើដឹកជញ្ជូនទៅក៏ត្រូវប្រើពេល4-10ថ្ងៃដែរបាទការពិតគឺអញ្ចឹងមែនហើយតែដោយសារតែខ្ញុំគិតថាលបងជាឈ្មោះធំនៅទីនេះហើយក៏មានកម្មករជាច្រើនផងដូច្នេះហើយទើបខ្ញុំបបួលលបងឲ្យទៅរកស៊ីនៅស្រុកខ្ញុំនោះណាលបងហ្នឹងហើយបើថាអញ្ចឹងចាំ4-5ថ្ងៃទៀតខ្ញុំសាកលបងទៅមួយជើងទៅមើលហើយបើថាដំណើរការល្អចាំខ្ញុំនឹងបន្តរកស៊ីនៅទីនោះទៀតលុះកន្លងផុតអស់ជាច្រើនថ្ងៃឈ្មួញយន្តក៏ដឹកនាំកម្មកររបស់គាត់ធ្វើដំណើរទៅរកស៊ីនៅស្រុកភូមិដែលមេភូមិសែមនោះគ្រប់គ្រងហើយក៏បានរកស៊ីនៅស្រុកភូមិនោះអស់ជាច្រើនខែនិងចំណេញបានប្រាក់ជាច្រើននៅថ្ងៃមួយឈ្មួញយន្តក៏គិតនៅក្នុងចិត្តថាប្រជាជននៅក្នុងស្រុកភូមិនេះមិនសូវមានចំណេះដឹងដូច្នេះហើយក៏បង្គាប់ឲ្យកម្មកររបស់គាត់ដើរបញ្ចុះបញ្ចូលប្រជាជនមួយចំនួននៅក្នុងភូមិបើមានវត្ថុបុរាណចាស់ៗគាត់នឹងប្រមូលទិញទាំងអស់នៅក្នុងតម្លៃខ្ពស់លបងមុននេះខ្ញុំបានជួបកម្មកររបស់ឈ្មួញយន្តគេប្រាប់ខ្ញុំថាបើយើងមានវត្ថុបុរាណចង់លក់គេនឹងប្រមូលទិញយកទាំងអស់ណាលបងបើអញ្ចឹងយើងមានគំនិតមួយតែឯងត្រូវតែលាក់កៅចិត្តកុំឲ្យអ្នកណាគេដឹងណាវើយឯងអោនមកនេះមកចាំអញខ្សឹបប្រាប់ហាអូយធ្វើអញ្ចឹងកើតទេលបងបើគេដឹងយើងវីវទៅហើយទេអីលបងអានេះទៅខ្លាចស្អីបើអញមិននិយាយហើយឯងមិននិយាយតើអាណាគេដឹងទៅតែបើអ្នកទិញគេនិយាយយើងច្បាស់ជាចប់មិនខានទេណែអាតក់ឯងកុំឆោតតែគេហ៊ានទិញគេដឹងថាត្រូវធ្វើយ៉ាងម៉េចហើយឯងកុំគិតច្រើនពេកកន្លងបានប៉ុន្មានថ្ងៃក្រោយចៅអធិការវត្តក៏ទូងស្គររកាំងខ្លាំងសំឡេងឮពេញភូមិធ្វើឲ្យអ្នកស្រុកអ្នកភូមិឆ្ងល់គ្រប់គ្នាក៏នាំគ្នាប្រញាប់ប្រញាល់មកវត្តមកមើលថាតើមានហេតុការណ៍អ្វីកើតឡើងបានជាព្រះសង្ឃទូងស្គរយ៉ាងនេះម៉ែវាហើយនេះឯងមានឮសំឡេងស្គរទេម៉ែវាចាពុកវាខ្ញុំដូចជាឮលហៀងដែរនឹងណាពុកវាអញ្ចឹងខ្ញុំគិតទៅវត្តមួយផ្លេតណាតើមានហេតុការអីបានជាមានសំឡេងស្គរទាំងថ្ងៃអញ្ចឹងនោះលោកតាតើក្នុងវត្តមានរឿងអីបានជាទូងស្គរបែបហ្នឹងលោកតាគឺថាបានជាអាត្មាទូងស្គរប្រកោកប្រកាសឲ្យដឹងនេះព្រោះព្រះបដិមាដែលសាងពីសម្រិទ្ធដែលតម្កល់នៅលើព្រះវិហារនោះគឺត្រូវបានចោរវាចូលលួចយកបាត់ទៅហើយណាញោមថាម៉េចព្រះបដិមាកសាងពីសម្រិទ្ធត្រូវចោរលួចបាត់ទៅហើយតើលោកតាដឹងថាបាត់នៅពេលណាដែរទេលោកតាបាត់នៅម៉ោងប្រមាណនោះគឺអាត្មាមិនបានដឹងទេញោមអើយពេលនោះលោកតាចៅអធិការវត្តក៏ប្រាប់ពីដំណើរដើមតងអំពីរឿងរ៉ាវទាំងអស់ក្រោយពេលដែលបាត់រូបព្រះបដិមាករនោះទៅដល់មេភូមិសែមនិងអ្នកភូមិទាំងអស់ឲ្យបានដឹងនេះអតរឿងបាត់ព្រះពុទ្ធបដិមាសម្រិទ្ធនោះឥឡូវត្រូវគេដឹងពេញភូមិហើយវើយអញ្ចឹងតែយើងត្រូវធ្វើយ៉ាងម៉េចតើលបងបើត្រូវគេដឹងថាយើងជាអ្នកលួចគឺច្បាស់ជាគេវាយស្លាប់មិនខានទេលបងឥឡូវយប់នេះយើងគិតគិតខ្លួនចេញពីភូមិសិនទៅ
តន់គេមិនតន់ដឹងថាពួកយើងជាអ្នកលួចណាមួយយើងទៅសល់ប្រាក់ច្រើនដែរតើឥឡូវយើងរៀបចំពង្វិចឲ្យហើយទៅប្រលប់បន្តិចយើងចេញដំណើរនាយខុននិងនាយតក់ក្រោយពីបានពិភាក្សាគ្នារួចហើយពួកគេទាំងពីរនាក់ក៏ប្រញាប់ប្រញាល់រៀបចំបង្វិចឲ្យរួចជាស្រេចរួចដល់ពេលប្រលប់ពួកគេទាំងពីរក៏ដើរចេញពីភូមិបាត់ទៅពុកអពុងមុននេះខ្ញុំដើរកាត់ផ្ទះអាខុននិងអាតក់ខ្ញុំមើលទៅឃើញចាក់សោចោលហើយក៏ស្ងាត់ឈឹងតែម្ដងពុងហើយកូនឯងមានបានចូលទៅមើលផ្ទះវាដែរឬក៏អត់កូនខ្ញុំមិនបានចូលមើលទេពុកអើយតែខ្ញុំបានសួរពូសុនដែលផ្ទះនៅជាប់នោះគាត់ប្រាប់ថាពីអ្នកបងប្អូនវានឹងនៅផ្ទះ 4-5 ថ្ងៃទៅហើយពុងអញ្ចឹងឆាប់ឡើងកូនយើងទៅផ្ទះលោកប្អូនមេភូមិសែមឥឡូវនេះដើម្បីបបួលគេទៅជួបលោកតាចៅអធិការវត្តនិងប្រាប់អំពីរឿងនេះផងកណាសូមថ្វាយបង្គំលោកតាចម្រើនពរញោមហើយយ៉ាងម៉េចទៅហើយញោមសែមញោមនេះតើមានបានដឹងពីតម្រុយពីការបាត់រូបបដិមានោះហើយឬនៅញោមកណាលោកតាខ្ញុំកណាបានតម្រុយខ្លះដែរគឺថាមួយរយៈនេះក៏ពួកឈ្មួញដែលចូលមករកស៊ីទិញគោក្របីនិងរបស់ប្រើប្រាស់ផ្សេងនៅក្នុងភូមិយើងនេះគឺបាត់មុខមិនដែលឃើញមកទៀតសោះចំណែកអាខុននិងអាតក់ពីរអ្នកបងប្អូនវានឹងក៏បាត់ខ្លួនចំពេលគ្នាដែរលោកតាបើកុំព្រោះតែខ្ញុំបបួលពួកឈ្មួញនេះមកក៏មិនមានរឿងបែបនេះកើតឡើងដែរលោកប្អូនមេភូមិបើគិតទៅក៏ជាកំហុសរបស់ខ្ញុំដែរណាល្បងគឺចង់ឲ្យជីវភាពអ្នកភូមិយើងបានធូរធារទើបខ្ញុំពឹងពាក់ល្បងឲ្យជួយគៀងគរឈ្មួញមករកស៊ីនៅស្រុកភូមិយើងនេះណាល្បងណាហើយពួកញោមទាំងពីរកុំបន្ទោសខ្លួនឯងអីធ្វើម៉េចបើមនុស្សយើងស្គាល់តែមុខតែយើងមើលមិនឆ្លុះចិត្តគេទេឈប់បន្ទោសខ្លួនឯងទៀតទៅណាញោមឥឡូវនេះអាត្មាមានគំនិតមួយគឺចាប់ពីស្អែកនេះទៅញោមទាំងពីរត្រូវដើរប្រកោកប្រកាសដល់អ្នកភូមិថាចាប់ពីស្អែកនេះវត្តយើងមានការជួបជុំគ្នាមួយដើម្បីរកអ្នកស្ម័គ្រចិត្តទៅតាមរកព្រះពុទ្ធរូបបដិមាសម្រិទ្ធនោះមកវិញមេភូមិសែមនិងតានីនៅពេលដែលបានស្ដាប់សង្ឃដីការបស់លោកតាចៅអធិការចប់ហើយក៏ក្រាបបង្គំលារួចក៏ដើរប្រកាសប្រាប់អ្នកភូមិនៅអ្វីដែលលោកតាចៅអធិការបានផ្ដែផ្ដាំលុះដល់ល្ងាចថ្ងៃស្អែកឡើងអ្នកភូមិទាំងអស់មានចាស់មានក្មេងក៏មកជួបជុំគ្នានៅវត្តនោះហើយលោកតាមុតតានីមេភូមិសែមនិងអ្នកភូមិក៏ពិភាក្សាគ្នាដើម្បីរកអ្នកដែលស្ម័គ្រចិត្តនោះហើយនៅទីបញ្ចប់ក្នុងការពិភាក្សាគ្នានោះលោកតាមុតតានីមេភូមិសែមនិងអ្នកភូមិក៏បានសម្រេចចិត្តឲ្យនាយថងនិងនាយម៉ាន
ចេញពីភូមិទៅរកពុទ្ធបដិមាសម្រិទ្ធដែលបាត់នោះត្រឡប់យកមកវត្តវិញណែអាថងយើងចេញមកជិត10ថ្ងៃហើយវើយតែមិនទាន់បានតំណែងពីពុទ្ធរូបបដិមានោះទេឥឡូវយើងគួរគិតធ្វើយ៉ាងម៉េចវិញបែគ្នានឹកឃើញហើយវើយកាលពីមុនពេលដែលគ្នាមកជួញគោក្របីជាមួយឪពុកគ្នានោះគឺគ្នាធ្លាប់ទៅដល់ផ្ទះឈ្មួញយន្តម្ដងវើយឥឡូវយើងគិតទៅស៊ើបសួរនៅទីនោះទៅក្រែងលោកបានតំណែងខ្លះអញ្ចឹងយើងចេញដំណើរតែម្ដងទៅនៅពេលដែលនិយាយគ្នារួចហើយពួកគេក៏ដើរចេញពីភូមិមួយចូលភូមិមួយរហូតទៅដល់ផ្ទះឈ្មួញយន្តនោះណែអាម៉ាននោះគឺអាខុននឹងអាតក់អន្តើវ៉េអាពីរអ្នកនឹងមែនតាអូគ្នាយល់ហើយពួកវាច្បាស់ជាលួចយករូបបដិមានោះយកមកលក់ឲ្យឈ្មួញយន្តមែនហើយបានជាវាមកនៅទីនេះនោះណែអាម៉ានយើងចេញទៅវិញសិនទៅកុំឲ្យពួកវាឃើញហើយចាំយប់ជ្រៅបន្តិចចាំយើងចូលទៅរកមើលស្ងាត់ហើយបើឃើញហើយចាំយើងយកចេញទៅតែម្ដងណែអាខុនអាតក់ពួកឯងទាំងពីរនាក់យប់នេះទៅយាមពុទ្ធរូបបដិមាសម្រិទ្ធនៅឃ្លាំងក្រៅផ្ទះទៅវើយកុំឲ្យធ្លោះធ្លួយអីសោះណាបាទចវាយនៅក្នុងពេលនោះដែរនាយថងនិងនាយម៉ានក៏ចូលទៅលួចស្ដាប់ឈ្មួញយន្តនិងនាយខុននិយាយគ្នាហើយពួកគេក៏បានដឹងពីកន្លែងដែលឈ្មួញយន្តនោះលាក់ពុទ្ធរូបបដិមានោះដែរលុះដល់ពេលយប់ជ្រៅស្ងាត់បន្តិចពួកគេទាំងពីរក៏ចូលទៅឃ្លាំងនោះហើយក៏បានឃើញរូបពុទ្ធបដិមានៅទីនោះមែនពួកគេបំរុងនឹងលើកពុទ្ធបដិមានោះទៅហើយក៏ស្រាប់តែនាយខុននិងនាយតក់មកទាន់ហើយពួកគេទាំង4នាក់ក៏ចាប់ផ្ដើមប្រវាយប្រតប់យ៉ាងខ្លាំងមិនយូរប៉ុន្មាននាយខុនត្រូវនាយថងវាយរហូតដល់សន្លប់ចំណែកនាយតក់វិញក៏ត្រូវនាយម៉ាន់វាយរហូតទាល់តែស្លាប់ផងដែរនាយថងនិងនាយម៉ាន់ពេលដែលវាយនាយខុននិងនាយតក់ដួលអស់ហើយពួកគេក៏ប្រញាប់ប្រញាល់លើកយករូបពុទ្ធបដិមាសម្រិទ្ធដាក់លើរទេះសេះរបស់ឈ្មួញយន្តដែលទុកចោលនៅក្បែរនោះរួចក៏បោះចេញមកស្រុកភូមិវិញយ៉ាងលឿនអើយជាង10ថ្ងៃទៅហើយមិនទាន់បានតំណែងពីក្មួយថងនិងក្មួយម៉ានទៀតមិនដឹងថាពួកគេរកឃើញរូបពុទ្ធបដិមានោះដែរឬក៏អត់ទេលោកប្អូនមេភូមិនោះនរណាគេណោះបរតែសេះចូលមកដល់វត្តហ្នឹងហើយមានដឹកអីសំពេញសំពងម្លេះអូកូនថងហើយក្មួយម៉ាន់តើពូមេភូមិពងជំរាបសួរល្អហើយក្មួយទាំងពីរលោកតាពងពូមេភូមិនេះពុទ្ធបដិមាសម្រិទ្ធ
ពួកខ្ញុំបានយកត្រឡប់មកវិញហើយល្អហើយណាចៅដែលខំស្វែងរកពុទ្ធរូបបដិមាសម្រិទ្ធត្រឡប់មកតម្កល់ក្នុងវត្តវិញនេះជាបុណ្យកុសលធំធេងណាស់ចៅក្នុងពេលនោះលោកតាចៅអធិការក៏បានសួរនាំនាយថងនិងនាយម៉ានពីដំណើរនៃការស្វែងរកពុទ្ធបដិមាករនោះហើយនាយថងនិងនាយម៉ានក៏បានប្រាប់រឿងរ៉ាវទាំងអស់នៅពេលដែលពួកគេចេញដំណើរទៅស្វែងរកពុទ្ធបដិមាសម្រិទ្ធនោះហើយលោកតាមុតមេភូមិសែមតានីនិងអ្នកភូមិផ្សេងទៀតពេលដែលបានស្ដាប់ឮការរៀបរាប់រឿងទាំងអស់នេះហើយក៏លើកសរសើរពីភាពអត់ធ្មត់និងភាពក្លាហានអង់អាចរបស់នាយថងនិងនាយម៉ានគ្រប់គ្នា